លោកគ្រូសរ៉ាន់ដែលបានរៀបរាប់យ៉ាងក្បោះក្បាយអំពីការងារដែលយើងកំពុងតែធ្វើហើយតទៅទៀតនេះខ្ញុំនាំមកនៅព្រះបន្ទូលដែលតាក់ទងនឹងសេចក្តីសង្ឃឹមរបស់យើងដែលតាក់ទងនឹងមរតកដែលព្រះបានហៅយើងឲ្យជឿព្រះយេស៊ូវនោះយើងនឹងគ្រងមរតកដ៏មានសេរីល្អបែបណាខ្លះហើយបន្តមកទៀតដើម្បីឲ្យលោកគ្រូអ្នកគ្រូនឹងបានដឹងច្បាស់ថាតើអំណាចយ៉ាងលើសលន់នៃសេចក្តីជំនឿរបស់យើងគ្រប់គ្នាដែលជាគ្រឹះបរិស័ទជាអ្នកគ្រីស្ទានហ្នឹងកាលណាយើងមានជំនឿហ្នឹងតើមានអំណាចយ៉ាងណាខ្លះដូច្នេះខ្ញុំលើកយកសេចក្តីអធិដ្ឋានរបស់លោកប៉ូលដែលមាននៅក្នុងគម្ពីរអេផេសូខ្ញុំចង់ស្នើសុំលោកគ្រូសយឡាដើម្បី share screen